ចង់លក់ទ្រព្យសម័យបច្ចុប្បន្នតើតាបងម្ចាស់ទ្រព្យត្រូវកាត់ចិត្តដោយសារបច្ចុប្បន្នអ្នកលក់មានច្រើនមែនទែនហើយមួយរយៈចុងក្រោយនេះក្រុមការងារខ្ញុំជួបបងម្ចាស់ទ្រព្យជាច្រើនដែលគាត់អត់ទាន់ដាច់ចិត្តលក់ហើយតែងតែនិយាយថាតម្លៃប៉ុណ្ណឹងទាបម៉េះព្រោះចំនួនមុនគេឲ្យគាត់ប៉ុណ្ណេះហើយគាត់ទិញតម្លៃប៉ុណ្ណេះជាដើមទទួលស្គាល់ចំនួនមុនបងទទួលបានការឲ្យតម្លៃល្អដោយសារតែពេលចំនួនហ្នឹងទីផ្សារនៅតែមានលំហូរល្អអ្នកទិញមានច្រើនតម្លៃទ្រព្យល្អប៉ុន្តែកលៈទេសៈបច្ចុប្បន្នយើងអាចនិយាយថាការទិញលក់បានលុះត្រាតែតម្លៃរបស់យើងហ្នឹងគឺធូរថ្លៃជាងអ្នកដទៃបើយើងនិយាយទៅក្រុមទីផ្សារដែលគេមានហ្នឹងហើយកន្លែងដែលគេចាប់អារម្មណ៍អាចយកប្រើប្រាស់បានភ្លាមទៀតអញ្ចឹងអតិថិជនដែលមានក្នុងពេលបច្ចុប្បន្ននេះគឺជាអតិថិជនកម្រមែនតើដោយសារចំនួនតិចជាងមុនហើយគាត់មានជម្រើសច្រើនជាងមុនអញ្ចឹងហើយបើសិនជាបងមានផ្នត់គំនិតទាំងចំនួនមុនគេឲ្យថ្លៃជាងចំនួនឥឡូវមិនបានអញ្ចឹងទៅលក់អត់បានទេខ្ញុំជឿជាក់ថាបើសិនជាបងអត់ទាន់ត្រូវការលុយដើម្បីប្រវល់ឬក៏ប្រើប្រាស់ភ្លាមទេលើកទឹកចិត្តឲ្យបងចាំសិនដោយសារអីទីផ្សារបច្ចុប្បន្នគឺជាទីផ្សាររបស់អ្នកទិញអញ្ចឹងហើយតម្លៃធម្មតាអ្នកម្ចាស់ទ្រព្យពីណាគេក៏ចង់បានតម្លៃខ្ពស់ដែរដូចខ្ញុំបើសិនខ្ញុំចង់ជាម្ចាស់ទ្រព្យវិញខ្ញុំចង់បានតម្លៃខ្ពស់ដែរប៉ុន្តែយើងត្រូវទទួលស្គាល់ថាទីផ្សារបច្ចុប្បន្នចង់បានតម្លៃខ្ពស់គឺពិបាកមែនតើលុះតែទ្រព្យរបស់យើងនឹង unique ខ្លាំងមែនតើល្អឯកចំទីតាំងហើយអត់មានគេប្រកួតប្រជែងអាហ្នឹងគឺជារឿងមួយដែលអាចមានឱកាសប៉ុន្តែបច្ចុប្បន្នទ្រព្យអញ្ចឹងមិនងាយរកបានទេហើយបើសិនជាពីមុនមានអ្នកឲ្យថ្លៃវាគឺជារឿងពីមុនព្រោះដូចខ្ញុំនិយាយអញ្ចឹងពីមុនទីផ្សារល្អអញ្ចឹងតម្លៃដែលគេឲ្យគឺល្អតែបច្ចុប្បន្នចង់លក់ត្រូវតែកាត់ចិត្តហើយបើសិនជាចង់លក់លុះត្រាតែកុំគិតថាពីមុនគេឲ្យតម្លៃលើសហ្នឹងព្រោះនៅពេលដែលយើងមានផ្នត់គំនិតឬក៏អារម្មណ៍ហ្នឹងពិបាកនឹងធ្វើការទិញលក់ណាស់អញ្ចឹងហើយខ្ញុំតែងតែលើកទឹកចិត្តឲ្យម្ចាស់ទ្រព្យពេលដែលគាត់ពឹងពាក់ទាំងបងប្អូនទាំងអ្នកស្គាល់អីក៏ដោយប្រាប់គាត់តាមត្រង់ហ្មងថាបើសិនជាអត់ត្រូវការលុយក្នុងពេលបច្ចុប្បន្នដើម្បីធ្វើអីផ្សេងទេមិនទាន់លក់ទេព្រោះលក់ឥឡូវក៏អត់បានតម្លៃពេញចិត្តដែរព្រោះតម្លៃដែលយើងពេញចិត្តគឺជាតម្លៃដែលល្អពីមុនហើយបច្ចុប្បន្នគឺជាតម្លៃមួយដែលល្អសម្រាប់អ្នកទិញមិនមែនល្អសម្រាប់អ្នកលក់ទេតើតែតម្លៃនឹងល្អជាងគេមានអ្នកលក់ធូរជាងគេឱកាសបានអាចទៅរួចអញ្ចឹងហើយបងម្ចាស់ទ្រព្យគឺត្រូវតែគិតពិចារណាមែនតើក្នុងករណីបើអត់ត្រូវការលុយទេក្នុងករណីអត់មានស្ថានភាពណាដែលត្រូវបញ្ចេញឲ្យបានភ្លាមទេខ្ញុំលើកទឹកចិត្តຕົកសិនទៅចាំរហូតតតែសេដ្ឋកិច្ចល្អមកវិញមានតម្រូវការខ្ពស់ឡើងវិញអានឹងយើងចង់បានតម្លៃណាមួយគឺជារឿងទីផ្សាររបស់អ្នកលក់ម្ដងប៉ុន្តែបច្ចុប្បន្នគឺជាទីផ្សាររបស់អ្នកទិញដែលត្រូវតែកាត់ចិត្តសម្រាប់ពេលនេះ